នេះគឺជាភេសជ្ជៈដែលងាយស្រួលធ្វើនិងចំណាយលុយតិចមិនត្រឹមតែប៉ុណ្ណោះទេវាថែមទាំងឆ្ងាញ់ហើយក៏ល្អចំពោះសុខភាពទៀតនេះគឺជាទឹកល្ពៅអ្វីដែលត្រូវមានគឺល្ពៅចំនួន1គីឡូក្រាមខ្ញុំក៏បានចំហុយវាឲ្យឆ្អិនបន្ទាប់មកយកមកកិននៅក្នុងម៉ាស៊ីនក្លុកខ្ញុំប្រើទឹកស្អាតធម្មតាហ្នឹងគឺ400មីលីលីត្រដើម្បីកិនល្ពៅឲ្យម៉ត់បើយើងអត់ដាក់ទឹកកិនអត់ម៉ត់ទេបញ្ជាក់ផងដែរនៅក្នុងវីដេអូហ្នឹងល្ពៅខ្ញុំអត់ចិត្តសវកទេដោយសារខ្ញុំចូលចិត្តអញ្ចឹងបើអ្នកទាំងអស់គ្នាអត់ចូលចិត្តអាចចិត្តសវកឲ្យចំហុយបានបន្ទាប់មកទៀតខ្ញុំក៏បានដាក់នៅក្នុងឆ្នាំងហើយថែមជាមួយនឹងទឹកដោះគោ400មីលីលីត្រហើយនឹងទឹកធម្មតា400មីលីលីត្រទៀតហើយខ្ញុំថែមស្ករ1វែកហើយនឹងអំបិល1ចុងស្លាបព្រាខ្ញុំសូមបញ្ជាក់ផងដែរបើសិនជាយើងចង់ឲ្យទទួលបានសុខភាពល្អយើងគួរតែកុំប្រើស្ករប៉ុន្តែដោយសារតែខ្ញុំធ្វើឲ្យយាយហូបអញ្ចឹងណាយាយខ្ញុំគាត់អត់ហូបទេបើវាអត់ផ្អែមបើយើងអត់ដាក់ស្ករយើងកុំដាក់ទឹកច្រើនប៉ុន្តែខ្ញុំដាក់ទឹកច្រើនដោយសារតែខ្ញុំអត់ចូលចិត្តឲ្យវាខាប់ព្រោះអីកាលណាតែវាខាប់ទៅវាបាក់ចាក់ពេលយើងខ្លះសេតក